174 94 និង87សុកដាស្មៃរងចាំទទួលនិងស្វាគមន៍អតិថិជនដោយភាពកក់ក្ដៅនិងស្នាមញញឹម
ចាមិនទាន់ពីសម្ដាប់នៅបទចម្រៀងចំនួន2បទរួចមកហើយការក៏មកវិលមកកម្មវិធីយើងសាជាថ្មីម្ដងទៀតចាបាទជាមួយនឹងវគ្គទី2ចាបាទយ៉ាងណាដែរបន្ទាប់ពីសម្ដាប់នៅចម្រៀងទាំងពីរបទបាទគឺសិតតែជាបទដែលតាក់ទងទៅនឹងខែកដឹកទាំងអស់ទាំងបទជាភាសាជាតិនិងបទជាភាសាថៃចាពិតជាពិរោះខ្លាំងមែនបាទពិរោះណាបាទគឺធ្វើជំរឿជាមួយនឹងអាកាសធាតុតែម្ដងចាបាទបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរគឺយើងឈានចូលទៅដល់ប្រធានបទរបស់យើងវិញបាទគឺប្រធានបទដែលតាក់ទងទៅនឹងអំពើពុករលួយចាបាទអញ្ចឹងគឺថាវគ្គដំបូងនេះគឺមានសំណួរខ្លះចង់សួរទៅមិត្តភ័ក្តិនៅក្នុងស្ទូឌីយោនេះទាំង3នាក់គឺបើតាមចំណេះដឹងទូទៅយើងគឺគេប្រកាសជាមានបញ្ចូលឯក្នុងប្រព័ន្ធអប់រំតាំងពីយើងរៀនមកអញ្ចឹងចង់ដឹងថាមើលជួយឆ្លើយម្នាក់មួយម៉ាត់មកថាអ្វីទៅជាអំពើពុករលួយចាអ្វីទៅជាអំពើពុករលួយអំពើពុករលួយគឺបើសិនខ្ញុំនិយាយខុសតិចអីកុំប្រកែប្រកាន់ណាពីព្រោះថាគ្រាន់ជាមតិរបស់ខ្ញុំផ្ទាល់គឺមិនថ្មីទេគ្រាន់តែជាចំណេះដឹងទូទៅយើងដែលយើងដឹងខ្លះហើយនឹងអាចចែកជូនទៅបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានស្ដាប់ណាបាទសូមអញ្ជើញចាអំពើពុករលួយគឺជាអំពើមួយដែលសង្គមស្អប់ខ្ពើមនិងសង្គមកំពុងតែលុបបំបាត់កុំឲ្យមាននៅក្នុងសង្គមពីព្រោះថាអំពើពុករលួយគឺជាអំពើដែលធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកគ្រប់គ្នាមានភាពមិនស្មោះត្រង់ជាមួយគ្នាក៏ដូចជាមានភាពលំអៀងក៏ដូចជាការវាថាការមិនចូលស្របតាមគ្នាក៏ដូចជាណាមួយការពុករលួយហ្នឹងគឺធ្វើឲ្យមនុស្សម្នាក់បងប្អូនអាចខ្លាចជាសត្រូវនឹងគ្នាក៏ថាបានដែរចា៎បាទគឺថាវាមានឥទ្ធិពលខ្លាំងណាស់ចាពិតមែនហើយព្រោះថាវាគឺជាអំពើមួយដែលសង្គមមិនទទួលស្គាល់សូម្បីតែនាងខ្ញុំក៏អន់ចិត្តរឿងហ្នឹងដែរបាទលក្ខណៈក្នុងគ្រួសារយើងធម្មតានាងខ្ញុំមិនអន់ចិត្តដែរអញ្ចឹងណាក៏មិនជាខ្លាំងណាស់ណាអីដូចជារឿងពុករលួយផ្សេងទេបាទក៏តែយើងមានការថ្នាក់ចិត្តខ្លះតាក់ទងទៅនឹងអំពើនេះផងដែរណាចាបាទអញ្ចឹងក៏សូមសរុបរួមនៅនិយមន័យរបស់អំពើពុករលួយចានេះបើតាមខ្ញុំបានដឹងតាំងពីនៅរៀនមកគឺយើងនិយាយឲ្យច្បាស់តែម្ដងគឺអំពើពុករលួយគឺជាការសោកពេញចាអំពើពុករលួយគឺជាការសោកពេញឬក៏ការផ្ដល់ប្រយោជន៍ជនណាមួយដើម្បីតាមទាននូវផលប្រយោជន៍ដែលខ្លួនចង់បានមកវិញបើថាយើងដោះដូរនឹងអ្វីដែលយើងចង់បានរបស់នោះចឹងយើងត្រូវតែធ្វើអីមួយដើម្បីឲ្យបុគ្គលម្នាក់នោះក៏ផ្ដល់ប្រយោជន៍ឲ្យយើងមកវិញចាដែលយើងហៅថាការសោកប៉ាន់នោះបាទចឹងគឺថាអំពើពុករលួយគឺនិយមន័យវាដែលខ្ញុំបានដឹងគឺប៉ុណ្ណឹងប៉ុន្តែវាអាចនឹងមាននិយមន័យផ្សេងទៀតដែលកាន់តែច្បាស់តាក់ទងនឹងអំពើពុករលួយនេះផងដែរចាដែលយើងហៅថាធ្នូចាគឺជាធ្នូគេហៅថាហត់ក្នុងសម្លងកានោះចាបាទដូចយើងបាទនៅពេលដែលយើងចង់បានអ្វីមួយផ្លូវកាត់គឺយើងតែងតែធ្វើបែបនោះមានយើងតែងតែធ្វើបែបនោះគឺបុគ្គលមួយចំនួនតែងតែធ្វើបែបនោះដើម្បីជាធ្នូបានអ្វីដែលគេចង់បានមកវិញចាពិតមែនហើយគឺជាធ្នូសម្រាប់ដូរនៅអ្វីមួយដែលយើងចង់បានហើយគឺឲ្យរបស់មួយនោះគឺជួនណាក៏វាស្របច្បាប់ជួនណាទៀតក៏វាមិនស្របច្បាប់បាទប៉ុន្តែទោះបីជាវាស្របឬក៏មិនស្របច្បាប់ក៏ដោយក៏វានៅតែជាអំពើសោកប៉ាន់នឹងដែលជាអំពើពុករលួយដែលមនុស្សយើងគឺនិយាយទៅអ្នកដែលមានយុត្តិធម៌ក្នុងខ្លួនអ្នកដែលស្អប់គឺស្អប់ខ្ពើមមែនតើតើតើនឹងអំពើនេះណាសាលីចាពិតមែនហើយឥឡូវសូមខាងលោកសាលីបញ្ចេញមតិម្ដងណាបាទតើតើទៅនឹងអំពើពុករលួយនេះដែរបាទគឺថាដូចបញ្ញានិងកញ្ញាអេលិចបាទគាត់បានលើកឡើងអញ្ចឹងគឺថាជាអំពើមួយដែលសង្គមស្អប់ខ្ពើមហើយគឺថាយើងជាយុវជនបាទយើងត្រូវធ្វើយ៉ាងណាដើម្បីកុំឲ្យមាននៅអំពើពុករលួយនៅក្នុងខ្លួនឯសោះបាទបើសិនជាយើងថាយើងចង់បានជោគជ័យអ្វីមួយគឺយើងឧទាហរណ៍ថាយើងចង់ប្រឡងចូលនៅក្នុងការងារណាមួយទៅចោះបាទជាទូទៅមិនមែនថាជាទូទៅទេក៏ប៉ុន្តែថាតាមដែលខ្ញុំធ្លាប់ដឹងមកគឺថាមានស្ថាប័នមួយចំនួនឧទាហរណ៍ថាយើងចង់ចូលនៅបម្រើការងារនៅកន្លែងគាត់អញ្ចឹងបាទគឺថាយើងត្រូវតែសោកប៉ាន់បាទហើយការសោកប៉ាន់នេះហើយគឺជាអំពើពុករលួយមួយផងដែរបាទគឺថាសោកប៉ាន់ដើម្បីឲ្យទទួលបានមកវិញអ្វីដែលជាធ្នូនោះក៏ទទួលបានមកវិញគឺថាគាត់បានទទួលការងារនៅទីនោះ
បាទអញ្ចឹងវាគឺជាអំពើពុករលួយមួយហើយអំពើពុករលួយនេះគឺថាយើងទាំងអស់គ្នាបាទគឺត្រូវតែរួបរวมគ្នាបាទដើម្បីទប់ស្កាត់នៅអំពើពុករលួយផងដែរ បាទឥឡូវយើងឧទាហរណ៍ងាយៗថា បាទ ការដាំដើមឈើលោកឧទាហរណ៍ថាយើងដាំដើមស្វាយមួយដើម បាទ យើងដាំដើមស្វាយមួយដើមបើសិនជាយើងដាំតាមធម្មជាតិគឺយើងត្រូវដាក់ដាំហើយយើងត្រូវស្រោចទឹកមើលថែរក្សាជារៀងរាល់ថ្ងៃកម្ចាត់សត្វល្អិតផ្សេងបាទ ប៉ុន្តែបើយើងប្រៀបធៀបទៅនឹងអំពើពុករលួយគឺអ្នកដែលធ្វើផ្លូវកាត់គឺថាគ្នាមិនទាន់បានចំហាយផ្កាយផងគឺបាញ់ថ្នាំគីមីតែម្ដង បាទ គឺវាប្រៀបធៀបដូចគ្នា បាទ នៅពេលដែលយើងទទួលបានផ្លែផ្កាអ្វីមួយលឿនពេកគឺថ្ងៃណាមួយគឺវានឹងបំផ្លាញខ្លួនឯងទៅវិញ បាទ វាដូចជាដើមឈើមួយដើមដែលមិនបានលូតលាស់តាមធម្មជាតិប៉ុន្តែគេដាក់ថ្នាំគីមីច្រើន វាបានផ្លែលន់វាបានផ្លែច្រើនប៉ុន្តែទីបំផុតគឺអាយុវាខ្លីមែន អា តើ យុវាខ្លីហើយគុណភាពវាគឺអន់ បាទគុណភាពវាគឺអន់អាចប៉ះពាល់សុខភាពទៀត បាទអញ្ចឹងដូចដែលយើងដូចដែលខ្ញុំលើកឡើងមិញអញ្ចឹងគឺថាលោកបញ្ញាគាត់បានឧទាហរណ៍នៅការដាំដើមឈើបាទគឺថាការប្រើគីមីអញ្ចឹងវាដូចមួយនេះគឺដូចទៅនឹងថាយើងប្រឡងចូលកន្លែងណាមួយគឺថាយើងប្រើប្រាស់នៅលុយបាទដើម្បីឲ្យយើងទទួលបាននៅមុខតំណែងនោះក៏បន្ទាយើងទទួលយើងចូលក្នុងមុខតំណែងហ្នឹងគឺយើងអត់បានគឺចំណេះដឹងរបស់យើងគឺអត់មានបាទអត់មានពិតប្រាកដគឺយើងប្រើលុយអញ្ចឹងហើយគឺវាដូចទៅនឹងអ្វីដែលលោកបញ្ញាលើកឡើងមកអញ្ចឹងបាទគេប្រើចិត្តគីមីដើម្បីឲ្យទទួលបានផ្លែផ្កាហើយថ្ងៃណាមួយគឺផ្លែផ្កាហ្នឹងវានឹងបាត់បង់ទៅវិញដោយសារតែវាមិនមែនជាគឺហៅថាការលូតលាស់មកដោយបាទគឺថាការប្រើប្រាស់ដោយសារធាតុគីមី គឺវាបើនិយាយរួមទៅគឺន័យដូចវាគ្មានគុណភាពដូច បាទ គ្នា គ្មានគុណភាព បាទ ចាអរគុណច្រើនចាដល់លោកសាលីដែលបានមានបន្តិចាឡើងកបោះក្បាយជូនទៅដល់ពុកម៉ែបងប្អូនហើយអាណាមួយនេះគឺជាការយល់ឃើញក៏ដូចជាការចាការយល់ឃើញរបស់លោកសាលីពីបញ្ហាអំពើពុករលួយចាហើយក៏អរគុណច្រើនណាស់លោកសាលីដែលបានផ្ដល់ជា មតិ ចាដើម្បីបញ្ជ្រាបទៅដល់ពុកម៉ែបងប្អូនក៏ដូចជាខាងដៃគូអញ្ចឹងណាដែលគាត់មិនទាន់យល់ច្បាស់ដើម្បីគាត់ធ្វើការយល់ដឹងផងដែរចាអរគុណច្រើនឥឡូវនេះសូមលោកបញ្ញាបន្តទៀតចា បាទគឺអំបញ្ញមិញនេះយើងនិយាយអំពីនយោបាយនឹងក៏ដូចជាឧទាហរណ៍ដើម្បីចែកជូនបងប្អូនសន្តាប់ឥឡូវនេះគឺយើងចង់និយាយអំពីផលវិបាកវិញម្ដងតកតងទៅនឹងផលវិបាកនៃអំពើពុករលួយនៅក្នុងសង្គមគ្រួសារក៏ដូចជាសង្គមបច្ចុប្បន្នរបស់យើងតើអ្នកទាំងអស់គ្នាមានមតិយ៉ាងណាខ្លះតកតងទៅនឹងផលវិបាកទាំងនេះ ចា បាទចំពោះខ្ញុំបានថាផលវិបាកនៃអំពើពុករលួយនេះគឺមានច្រើនមែនទែនក៏ប៉ុន្តែខ្ញុំសូមលើកឡើងម្នាក់មួយចំណុចចឹងណាបាទហើយយើងដឹងថាមានច្រើនចំណុចក៏ប៉ុន្តែយើងអាចលើកឡើងតែម្នាក់មួយចំណុចមកបាទជាការយល់ឃើញផ្ទាល់ខ្លួនរបស់យើងតែម្ដងគឺឧទាហរណ៍ថានិយាយទៅឧទាហរណ៍ថាដូចជាយើងចូលទៅមានបេក្ខជនពីររូបទៅចុះបាទគឺគាត់ធ្វើការប្រឡងបាទគឺគាត់ប្រឡងមិនថាប្រឡងអីទេក៏ប៉ុន្តែវាគ្រាន់តែជាឧទាហរណ៍បាទដោយបេក្ខជនមួយរូបទៀតបាទគាត់ជាអ្នកមានឋានៈឬក៏ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបាទគឺគាត់ប្រើប្រាស់នៅទ្រព្យសម្បត្តិឬក៏ឋានៈរបស់គាត់នឹងដើម្បីទទួលបានជោគជ័យបាទនៅក្នុងការប្រឡងនោះដោយឡែកបុគ្គលម្នាក់ទៀតដែលគាត់ជាអ្នកក្រខ្សត់តែក៏ប៉ុន្តែគាត់ជាអ្នកមានសមត្ថភាពបាទដូច្នេះគឺគាត់អត់បានទទួលផលអ្វីនៅក្នុងការប្រឡងនោះទេក៏ប៉ុន្តែអ្នកដែលបានទទួលនោះគឺជាអ្នកដែលមានអំណាចឬក៏អ្នកមានទ្រព្យសម្បត្តិនឹងឲ្យផលប៉ះពាល់របស់វាគឺថាអ្នកដែលជួបតហ្នឹងក៏គាត់អត់មានសមត្ថភាពអញ្ចឹងគឺតែគេមានសមត្ថភាពយើងអាចធ្វើការបម្រើការងារបានល្អទេអញ្ចឹងវាគឺផលប៉ះពាល់មួយទៅដល់ប្រទេសជាតិរបស់យើងបាទមួយទៀតចំពោះអ្នកដែលគាត់បានចូលបាទដែលខ្ញុំឧទាហរណ៍អំបញ្ញមិញថាគាត់បានជាប់ហ្នឹងគឺបាទគឺគាត់អត់បានជាប់ទេគឺអត់មានការងារធ្វើបាទអត់មានការងារធ្វើក៏អត់មានប្រាក់ចំណូលអញ្ចឹងវាក៏ជាផលប៉ះពាល់មួយទៅដល់ក្រុមគ្រួសាររបស់គាត់ខាងផ្នែកសេដ្ឋកិច្ចរបស់គាត់ណាបាទអានេះចំពោះខ្ញុំមិនប៉ុណ្ណឹងបាទកញ្ញាអេលិច ចាសម្រាប់នេះខ្ញុំក៏មិនខុសគ្នាពីលោកសាលីប៉ុន្មានដែរចាគឺតកតងទៅនឹងបញ្ហាការងារចាអំពើពុករលួយបើសិនជាអូម៉ាថាយើងសោកបានដូចជាមិនគាត់នឹងរៀនមិនបានឥឡូវនេះខ្ញុំលើកបញ្ហាពេទ្យមួយចុះ បាទ បញ្ហាពេទ្យបើសិនជាយើង
រៀនពេទ្យប៉ុន្តែយើងប្រឡងពេទ្យទៅលក្ខណៈថាចិត្តទៅហីណាយើងអត់បានខ្វាយខ្វល់ពីការខំប្រឹងប្រែងតែពេលយើងជាប់ទៅយើងត្រូវពិនិត្យព្យាបាលគេវះកាត់អីអញ្ចឹងណា បាទ យើងគិតថាហីយើងគិតថាតែពេលយើងប្រឡងបើយើងអត់ចេះយើងខ្លាចធ្លាក់ប៉ុន្តែយើងបែរទៅជាសំណោកសោកប៉ាន់នឹងសោកលោកគ្រូ បាទ គ្រូនិយាយថាគាត់នេះមិនមែនថាលោកគ្រូទាំងអស់នឹងសុទ្ធតែអញ្ចឹងទេ បាទតែមួយចំនួន ចាចង់ជាមួយចំនួនតែគាត់នឹងអញ្ចឹងទៅពេលសោកប៉ាន់ទៅគាត់បែរទៅជាអត់បានគិតពីបញ្ហាថាថ្ងៃក្រោយទៅត្រូវមើលប្រជាពលរដ្ឋអ្នកណាគេឈឺស្កាត់អីអញ្ចឹងណា បាទបាទ គាត់បែរទៅជាគិតថាមិនអីធម្មតាវិញអត់អីទេមិនអពីនេះអត់អីទេអញ្ចឹងគាត់បែរជាហុចដៃទទួលយកលុយតែម្ដ យ ង កជីវិតគេមកបន្ថយបន្ថាន ចាហើយស្រាប់ឧបមាថាដល់ពេលគាត់ទទួលអញ្ចឹងម្នាក់ដែលថាហុចលុយទៅហ្នឹងគឺគាត់អត់បានចេះអីទេគាត់បានត្រឹមតែទទួលសញ្ញាបត្រហើយគាត់បានធ្វើដុកទ័រទៀត បាទ តែដល់ពេលមានថ្ងៃមួយទៅឧបមាថាមានគេគ្រោះថ្នាក់ចរាចរណ៍ត្រូវសង្គ្រោះបន្ទាន់ បាទបាទ ស្រាប់តែពេលវេនហ្នឹងវេនគាត់យាមអញ្ចឹងណាដុកទ័រគាត់យាមនៅពេទ្យអញ្ចឹងតែពេលហើយស្រាប់តែគាត់ចូលទៅវះកាត់ស្រាប់តែគាត់អត់ហ៊ានវះកាត់ បាទបាទ គាត់រៀបថាគាត់អត់សម្រេចចិត្តថាទៅវះមិនអីមិនត្រូវអញ្ចឹង គេ ណា ហៅថាវិជ្ជាជីវៈស្ទាក់ស្ទើរ ចា បា គា ទ ត់អត់ប្រកាសគាត់ស្ទាក់ស្ទើរអញ្ចឹងបើសិនជាគាត់វះគេទៅខ្លាចខុស បាទ ទៅឧបាដេខុសអីខុសទៅពិបាក បាទ ក្រោយ បាទ ហើយតែបើគាត់អត់វះម្នាក់ហ្នឹងគឺត្រូវស្លាប់ បាទ អញ្ចឹងគឺជីវិតមនុស្សម្នាក់គឺស្ថិតនៅលើដៃលោកគ្រូពេទ្យឬក៏អ្នកគ្រូពេទ្យម្នាក់អញ្ចឹង បា ណា ទបាទ បើគាត់ធ្វើអញ្ចឹងមានន័យថាម្នាក់ហ្នឹងគឺជីវិតត្រូវបាត់បង់ បាទ លក្ខណៈដូចជីវិតសត្វមន់សត្វទាបាត់ហើយហ្នឹង បាទ មិនមែនជីវិតមនុស្សអញ្ចឹងណា បាទ ចាអរគុណច្រើនឥឡូវ បាទ សូមតែប៉ុណ្្នឹងចាព្រោះថា បាទ ខ្ញុំមាន សូម អ្វី អរគុណ បន្ថែម បាទ ទៀតចា គឺថាសាលីនឹងចាកញ្ញា អាឡេច អេលេចចា បាទសូម ហើ ទៅ យ ទៅ កញ្ញាដល់ សាលីនឹងឥឡូវគឺបានបកស្រាយយ៉ាងក្បោះក្បាយតាក់ទងទៅនឹងផលវិបាកផ្សេងទៅនឹងអំពើពុករលួយហើយសរុបរួមមកគឺអ្នកទាំងពីរបាននិយាយតទៅតាក់ទងទៅនឹងគុណភាពផ្សេងដែលជនម្នាក់គឺបានសោកពុនដើម្បីទទួលបាននៅឱកាសការងារផ្សេងដូចវាស្មើគ្នាទៅនឹងទស្សនវិជ្ជានៅក្នុងសាលារៀនដែរ ចា ឧទាហរណ៍ថាគ្រូម្នាក់ហ្នឹងគាត់អត់មានសមត្ថភាពគ្រប់គ្រាន់ទេប៉ុន្តែនៅពេលដែលគាត់ប្រឡងចូលគ្រូហ្នឹងគឺគាត់ប្រើប្រាស់គេថាសោកពុនដើម្បីទទួលបានឈ្មោះជាគ្រូបង្រៀនពេលគាត់ទទួលបានងារជាគ្រូបង្រៀនហើយគឺគាត់ត្រូវតែចុះអប់រំដល់សិស្សានុសិស្សក៏ដូចជាមូលដ្ឋានទូទៅប៉ុន្តែគាត់បានគិតថាគាត់អត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអប់រំសិស្សទេអញ្ចឹងនៅពេលដែលមនុស្សម្នាក់គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអប់រំសិស្សគឺគាត់អកតេជាមួយនឹងគេហៅថារងអំពើពុករលួយហ្នឹងអញ្ចឹងក៏នៅពេលដែលគាត់អប់រំសិស្សហ្នឹងគឺសិស្សហ្នឹងមិនទទួលបានផ្លែផ្កាអ្វីទេគឺនៅពេលដែលសិស្សអត់ទទួលបានផ្លែផ្កាអ្វីពីគាត់តើតែសិស្សហ្នឹងគឺធ្វើក្រោយគឺវាអាចប៉ះពាល់ទៅដល់សង្គមការងារក៏ដូចជាសង្គមជាតិរបស់យើងផងដែរ ចាមែនហើយចា គឺថាអ្វីដែលពួកយើងកំពុងតែបកស្រាយតាក់ទងទៅនឹងគុណភាពផ្សេងដែលជនគ្មានសមត្ថភាពប៉ុន្តែគាត់បានប្រើប្រាស់ជាការសោកពុនដើម្បីទទួលបាននូវអ្វីដែលគាត់ចង់បានហើយនៅវគ្គក្រោយទៀតសោតគឺពួកយើងនឹងធ្វើការបកស្រាយខ្លះៗអំពីការលុបបំបាត់អំពើពុករលួយផងដែរប៉ុន្តែឥឡូវនេះគឺសូមជូនចម្រៀងចំនួន2បទពីកម្មវិធីជាភាសាជាតិឬក៏ជាភាសាបរទេសដែរ បាទគិតថាដាក់ភាសាបរទេសហើយភាសាបរទេសនេះគឺមិនមែនខាងផ្នែកអឺរ៉ុបទេគឺផ្នែកអាស៊ីយើងដែរបាទគឺខាងកូរ៉េ ចា បាទឃើញថាចម្រៀងកូរ៉េពីមុនពេលអាយុមុនណាលោក boss គឺជំនាន់យើងផ្ទាល់តែម្ដងជាមួយនឹងកញ្ញាអេលិច ចាមិនត្រឹមតែចេះច្រៀងឲ្យបងចេះដល់រាំទៀតទេ រំតែបងអត់ចេះទេបងអត់ស្ដាប់ ខ្ញុំជួយរាំក្នុងបន្ទប់រហូតនឹងបងក៏បាត់អីក៏ចេះដែរ បាត់អីក៏ចេះបាទ យំមកបង អូអញ្ចឹងមានន័យថាOB មានសមត្ថភាពបាទគឺគាត់មិនថាបត់កូរ៉េមើលទៅមើលមនុស្សរួមណាបាទគឺថាបត់ច្រើនណាក៏មិនតែOB ចេះអញ្ចឹងមានន័យថា ដងល្អ តាមដានរាល់ថ្ងៃ អូបាទ អញ្ចឹងមិនថាចេះទាំងអស់ហើយចេះតិចតិច បាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរអញ្ចឹងយើងចាក់បត់កូរ៉េទាំងពីរបត់ម្ដងទៅណា ចា បាទពីព្រោះថាមានព្រោះថាមានយុវជនយើងខ្លះបាទគឺគាត់ពេញចិត្តដែរនៅបទកូរ៉េនេះហើយនៅក្នុងទំព័រ Facebook យើងក៏មានអ្នកដែលគាត់ថាសំចាក់បទកូរ៉េឲ្យគាត់ស្ដាប់ផងអញ្ចឹងថ្ងៃនេះគឺថាបទ She ស៊ី បាទអូន OB ដឹងហើយក្រុមណាច្រៀងកូរ៉េ fan កូរ៉េក៏តែដឹងថាក្រុមណាច្រៀង
មួយវិញទៀតគឺបទgood person ណា ចា បាទ good person បាទគឺជាក្រុមច្រៀងដោយក្រុម Tiara ផងដែរបាទអញ្ចឹងកុំឲ្យខាតពេលរីយបាទរីករាយសម្រាប់នៅចំនួនពីបទដែលជាជារឿងជាភាសាកូរ៉េបាទ បានស្ដាប់នៅបទចម្រៀងចំនួនចាប់ពីបទគឺជាបទខាងបែកខាងកូរ៉េ បាទ ខាងអាស៊ីរបស់យើងតែបែកខាងកូរ៉េណា បាទគឺអាស៊ីដូចគ្នាប៉ុន្តែគេអាស៊ីខាងផ្នែកម្ខាងទៀត ចា បាទ ហើយបទទី1ហ្នឹងគឺបទកន្ត្រា ស៊ី អារម្មណ៍ បាទ ចាគឺកាលហ្នឹងនិយមដែរហ្នឹងនាងខ្ញុំណា បាទបាទ កាលហ្នឹងកាលបើកាលបទហ្នឹងចេញកាលនេះខ្ញុំមានថ្នាក់ទី11 12ហ្នឹងត្រូវ បា អ ទ ត់ បាទទី11 12ហ្នឹងអត់ទេបទហ្នឹងចាប់ផ្ដើមភ្លាមគឺតាំងពីពួកយើងខ្ទង់ទី8ទី9ប៉ុន្តែក្រែងលោថា អូប្រហែលជាខ្ញុំហ៊ានក្រោយលោកបញ្ញាហ្នឹងណាបើនេះខ្ញុំហ៊ានថ្នាក់ទី11 12ព្រោះកាលហ្នឹងលោកបញ្ញាទីអត់ចឹងខ្ញុំអញ្ចឹង អញ្ចឹងគឺប្រហែលជាពេលហ្នឹងអត់ទាន់ពេញនិយមខ្លាំងទេដឹងប៉ុន្តែពេលដែលខ្ញុំបានស្គាល់ក្រុមនេះគឺក្រុមនេះបានមកប្រទេសកម្ពុជាយើងកាលឆ្នាំ2007 ចា2007 បាទដោយសារតែប្រហែលជាកញ្ញាលេខគាត់ស្ដាប់ក្រោយយើង ចា បាទ ត្រូវ គាត់ស្ដា ហើ ប់ យ ក្រោយយើងគាត់អញ្ចឹងមានថាបទហ្នឹងចេញ 3-4 ឆ្នាំហើយកញ្ញាលេខគាត់ទៅតែពេញនិយម ចា3-4ឆ្នាំ3-4ឆ្នាំមែនឥឡូវនេះខ្ញុំបញ្ចប់បញ្ញាបត្រអញ្ចឹងវាថ្នាក់ទី12ត្រូវរបស់នេះខ្ញុំហ៎ ចង់និយាយថាបទហ្នឹងចេញមក3-4ឆ្នាំហើយក៏ប៉ុន្តែពេលឲ្យកញ្ញាលេខថ្នាក់ទី11ទី12ទៅតែស្ដាប់បាទអញ្ចឹងគឺតាំងពី2007មក2007 2008 2009 2010យើងចាប់2010បាទគឺចេញ4ឆ្នាំហើយកញ្ញាលេខក៏ស្ដាប់ ចាប់2011 2012ពីព្រោះយើងបើ2011យើងចាប់ទី12ត្រូវអត់ អត់ចាំ អត់ចាំនេះខ្ញុំអត់ចាំគ្នាចាអរគុណច្រើនឥឡូវនេះទីគ្រាន់ថ្ងៃណាក៏ថ្ងៃ ហ្នឹង ទេ កុំបកកាយគ្នារឿងចម្រៀង ចាឥ បាទ ឡូវ យើងជិះចូលមកប្រធានបទយើងវិញបាទដោយអំបញ្ញមិញលោក boss គាត់ថាគាត់នឹងបកស្រាយទៅលើ ចា ជាមួយនឹងការលុបបំបាត់នៃអំពើពុករលួយអញ្ចឹងទុកទូនីតិនេះឲ្យជូនទៅលោក boss ចាលុបបំបាត់អំពើពុករលួយលុបរបៀបម៉េចលុបរបៀបកាយដីកប់ឬក៏របៀបម៉េចរបៀបជូតចេញក៏មិនដែរ បាទបាទអូនបាទ ចាសូមបន្ត គឺថាវគ្គចុងក្រោយនេះយើងនិយាយតាក់ទងទៅនឹងការលុបបំបាត់អំពើពុករលួយគឺការលុបបំបាត់អំពើពុករលួយនេះគឺផ្ដើមចេញពីកុមារទៅមុនគឺថាកុមារគឺជាกระดาษសមួយផ្ទាំងនៅពេលដែលកុមារទទួលបានអ្វីពីសាលារៀនឬក៏ស្ថានភាពទូទៅរបស់សង្គមកុមារតែងតែទទួលបានលឿនមែនតើណ៎អូន ចាបាត់មែនហើយ បាទគឺថាដូច្នេះហើយគឺគេត្រូវតែបញ្ជ្រាបនៅក្នុងប្រព័ន្ធអប់រំគឺតកតងទៅនឹងផលវិបាកផ្សេងសម្រាប់ក៏ដូចជាផ្ដល់ព័ត៌មានផ្សេងដល់កុមារដើម្បីឲ្យពួកគាត់ជ្រួតជ្រាបក្នុងការយល់ដឹងអំពីផលវិបាកនៃអំពើពុករលួយនេះហើយមួយទៀតនោះគឺយើងតកតងទៅនឹងមន្ត្រីរាជការក៏ដូចជាគ្រូបង្រៀនជាពិសេសក៏នៅពេលដែលគាត់អត់មានគ្រប់គ្រាន់នៅខ្វះខាតជីវភាពគឺគាត់តែងតែប្រព្រឹត្តនៅអំពើទៅលើសិស្សានុសិស្សដូច្នេះហើយគឺសិស្សតែងតែទទួលបានផលទាំងនេះពីគ្រូផ្ទាល់តែម្ដងដូច្នេះអ្វីដែលសង្គមត្រូវតែជួយនោះគឺត្រូវផ្ដល់គម្រោងសេវាសុខភាពឲ្យបានគ្រប់គ្រាន់ក៏ដូចជាប្រាក់ខែសមរម្យព្រមទាំងលើកកម្ពស់នៅប្រយោជន៍សាធារណៈជាដើមដល់មន្ត្រីរាជការក៏ដូចជាពិសេសនោះគឺគ្រូបង្រៀន ចា ហើយមួយវិញទៀតនោះគឺវាកាន់តែពិសេសចង់និយាយថាមួយវិញទៀតគឺវាសំខាន់ ចា គឺគេត្រូវចាត់វិធានការតាក់ទងទៅនឹងអំពើពុករលួយនេះដល់មន្ត្រីដែលពាក់ព័ន្ធជាពិសេសអ្នកដែលមានអំណាចផ្សេងពីព្រោះថា
អ្នកដែលមានអំណាចតែងតែប្រព្រឹត្តអំពើនេះមិនមួយចំនួនធំនិយាយទៅមួយចំនួនធំតែងប្រព្រឹត្តអំពើនេះ ចាពិតមែនហើយគឺអំពើចាអំពើពុករលួយចាគឺភាគច្រើនគឺមានអញ្ចឹងតែម្ដងចាចាហើយឥឡូវលោក បាទសាលីមានអីបន្ថែមដែរឬទេបាទ បាទបាញ់មិញលោក boss បានលើកឡើងថាចំពោះអ្នកធំដែលអ្នកគាត់ដែលមានអំណាចគឺគាត់តែងតែធ្វើនៅប្រព្រឹត្តនៅអំពើពុករលួយបាទអញ្ចឹងករណីនេះគឺថាសំខាន់ផងដែរបាទដើម្បីកម្ចាត់អំពើពុករលួយពីព្រោះថាអ្នកដែលមានអំណាចគឺជាអ្នកដែលគាត់កាន់ច្បាប់បាទដូច្នេះហើយបើគាត់គឺជាអ្នកចង់និយាយថាជាអ្នកនិយាយលើកឡើងនៅច្បាប់ក៏ប៉ុន្តែគាត់មិនធ្វើតាមច្បាប់ទៅវិញបាទដូច្នេះ គឺគាត់ប្រឆាំងមួយច្បាប់វិញ បាទ ណា ប្រជែងមួយច្បាប់គាត់ដឹងថាច្បាប់យ៉ាងម៉េចក៏ប៉ុន្តែគាត់មិនអនុវត្តតាម ចាចាពិតមែនហើយគឺថាគាត់ប្រឆាំងច្បាប់បញ្ជាមកវាថាដាក់មកមិនអញ្ចឹងគាត់បែរជាផ្ទុយស្រឡះវិញអញ្ចឹងហើយគឺនាំមកឲ្យកើតជាអំពើពុករលួយ បាទ ប្រឆាំងទៅនៅបទបញ្ជាច្បាប់របស់យើងគឺនិយាយថាប្រទេសមួយគឺស្អប់ខ្ពើមតែម្ដងគឺអំពើហ្នឹងចា បាទ មិនថាតែប្រទេសមួយគ្រប់ប្រទេសទាំងអស់គឺមានទាំងអស់គ្រាន់តែប្រទេសខ្លះមានតិចប្រទេសខ្លះមានច្រើនប៉ុណ្្នឹងឯង បាទ ចាហើយឥឡូវនេះក៏ប្រធានបទរបស់យើងតកតងទៅនឹងចាក់អំពើពុករលួយគឺបានបញ្ចប់ត្រឹមហ្នឹងហើយ បាទ ដោយសារតែម្សិលមិញហ្នឹងយើងបាននិយាយខ្លះដែរ កញ្ញាលេគាត់បានលើកឡើងច្រើនរឿងនៃអំពើពុករលួយនេះគឺថាពួកយើងទាំង3 4នាក់នេះគឺគ្រាន់តែលើកឡើងខ្លះៗតែប៉ុណ្ណោះដែលតាមពិតទៅគឺមានអាចយើងនឹងអាចនិយាយបានច្រើនទៀតណា ចាប៉ុន្មានហើយគឺរួមទៅវាមានច្រើនប្រភេទច្រើនយ៉ាងអញ្ចឹងប៉ុន្តែគាត់ថាយើងអាចសុំលើកឡើងតែត្រឹម 2-3 ចំណុចប៉ុណ្ណឹងទេមិនលើកឡើងច្រើនទេព្រោះថាច្រើនទៀតគឺវានៅប្រាប់ពេលយូរទៀតអញ្ចឹងណាយើងគ្រាន់តែលើកឡើងខ្លះៗដើម្បីថាឲ្យយើងដឹងថាអំពើពុករលួយគឺមានប៉ុន្មានប្រភេទហើយវាផ្ដល់ផលអាក្រក់ដល់សង្គមយ៉ាងម៉េចខ្លះចាឥឡូវនេះខ្ញុំក៏សូមក៏ដូចជាដៃគូរបស់ខ្ញុំក៏សូមបញ្ចប់នៅប្រធានបទ អំពើពុករលួយនេះ ចាអំពើពុករលួយតែប៉ុណ្ណេះចាឥឡូវនេះដោយសារតែនៅក្នុងកម្មវិធីរបស់យើងគឺម៉ោងក្នុងបន្ទប់ផ្សាយគឺមានម៉ោង 10:53 នាទី បាទ ចាគឺគាត់តែ7នាទីទៀតទេគឺបញ្ចប់នៅក្នុងកម្មវិធីផងដែរចាហើយណាមួយឥឡូវនេះគឺ1ម៉ោងលឿនណាស់ណា បាទបាទ នេះខ្ញុំថាទំតែនិយាយបានបន្តិចទេប៉ុន្តែហេតុអីក៏មកលឿនម៉េះ បាទ ចឹងសង្ស័យលោកសលីទៅសេរីម៉ោងហ្មង មែនអត់លោកសលី បើសិនជាខ្ញុំសេរីម៉ោងទៅម៉ោងនៅក្នុងពិភពលោកដើរតាមការរបស់ខ្ញុំសេរីហ្នឹងគឺខ្ញុំពេញចិត្តនឹងសេរី អញ្ចឹង តែអត់សេរីតាមមុខឯគឺសេរីទៅក្រោយរកពេលវេលាណាដែលយើងសប្បាយបាទ ចឹងគឺសេរីអមថាម៉ោង11សេរីនៅតែម៉ោង10 បាទ 11ម៉ោង10 11ម៉ោង10ដែរអញ្ចឹងគឺពេលវេលាគឺនៅ ម៉ោ យូ ង រ មកធ្វើការម៉ោង8ធ្វើការបាន1ម៉ោងគឺម៉ោង11 ចាអូចាឥឡូវ បាទ សូម គឺ លោក លោក boss គាត់សុំនិយាយបានគឺគាត់ឆ្លេឆ្លាយមែនទែន ចាមានអ្វីពិសេសហ្មងមើលទៅ មែនទេតកតងទៅនឹងពេលវេលាគឺព្រឹកមិញបានមើលព័ត៌មានតកតងទៅនឹងការដើរម៉ោងថយក្រោយហ៎ ចា គឺអង្គការមួយដែលគាត់ខាងស្រាវជ្រាវហ្នឹងគឺនៅប៉ោលខាងត្បូងគឺគាត់បានឃើញគេហៅថាច្រកទ្វារមួយវាជាប្រភេទវាជារង្វង់ដែលមានខ្យល់គួចណានៅខាងប៉ោលខាងសមុទ្រខាងសមុទ្រតកកហ្នឹងគឺគេបានប្រើប្រាស់ឧបករណ៍ដើម្បីដាក់ពេលវេលាទៅក្នុងខ្សែបន្ទាត់ហ្នឹងគឺទៅក្នុងខ្លោងទ្វារហ្នឹងគឺពេលវេលាដើរថយក្រោយរហូតដល់30ឆ្នាំ ជុំនៅខាងខាងវិញលោកបញ្ញា ប៉ោលខាងត្បូងតែគេអត់បានបញ្ជាក់ទីតាំងច្បាស់ទេគេគ្រាន់ថាដាក់មកទីតាំងថាប៉ោលខាងត្បូងតែប៉ុណ្ណឹងគឺវាមានជាតាមដែលគេថតជាអាត់វីដេអូមកគឺវាដូចជាទ្វារមួយអញ្ចឹងដែលមានខ្សែដែលមានខ្យល់នៅទីនោះព័ទ្ធជុំវិញណា ខ្យល់វិលវល់ បាទខ្យល់វិលវល់នៅម្ដុំនោះគឺនៅខាងសមុទ្រតកក ចាហើយតាព័ត៌មានហ្នឹងមែនពិតប្រាកដថាអាចវិលថតរយៈពេល30ឆ្នាំមែនអត់ មិន មិនតប សម្ ប្រ រាប់ កាស អង្គការ NASA គេកំពុងតែស្រាវជ្រាវទៅក្នុងទៅព័ត៌មាននេះណាចឹងនឹងព័ត៌មានហ្នឹងគឺព្រឺក៏អត់ប៉ុន្តែបើសិនជាមានច្រកទ្វារដែលអាចវិលត្រឡប់ថយក្រោយវិញមែនគឺអ្នកវិទ្យាសាស្ត្រប្រកាសជាសាកល្បង ចាពិតមែនព្រោះថាมันរយៈពេលតិចនេះរយៈពេល30ឆ្នាំណា បាទ30ឆ្នាំបើសិនជាយើងចូលទៅគឺ ចាគឺលក្ខណៈ30ឆ្នាំយើងរាល់ថ្ងៃហ្នឹងអាយុអត់ទាន់30ឆ្នាំទេណា បាទបាទ ចឹងមានន័យថាយើងអាច
ម្ដងទៀត បាទអត់ទេចង់និយាយថាដូចរឿងចឹងណាដូចដើមមើលរឿងអត់ទៅបាត់ឆ្លងភពអត់ ចា បាទគឺថាចូលទៅយើងនៅតែអាយុប៉ុណ្ណឹងដដែលប៉ុន្តែគ្រាន់តែថាចូលទៅយកសម័យកាលផ្សេង ចាបាត់មែន បា ហើយ ទ គឺ បាទ រឿងហ្នឹងពេញនិយមរឿងយុទ្ធសាស្ត្រឆ្លងភពជារឿងខាងចិនចាហ្នឹងឯងរឿងសិលប្រើសិលអីហ្នឹងខ្ញុំខ្ញុំសម័យថាចាបើរបៀបថាយើងអាចប្រើសិលប្រើអីអញ្ចឹងទៅអាយុ30ឆ្នាំអញ្ចឹងយើង40ឆ្នាំរបៀបចាស់អញ្ចឹងយើងអាចវ័យយើងនៅសល់ត្រឹមចាដែលបន្តពីមិនចាគឺដោយសារតែបើថាយើងប្រើយុទ្ធសិលណារយៈពេល30ឆ្នាំយើងចាស់យើងអាចគ្រាន់តែញ៉ាំថ្នាំអីគេដូចសិលគេប្រើញ៉ាំថ្នាំអីមិនដឹងទេធ្វើឲ្យយើងនឹងក្មេងវិញ បាទ ហើយវិញទៀត ឆ្នាំអមតៈ ចាវាថាស្លាប់គ្រាន់តែបាញ់សិលអញ្ចឹងទៅធ្វើឲ្យក្អួតឈាមតាមមាត់អញ្ចឹងណា បាទ បែរទៅជាគ្រាន់តែពនាងកុងស្អ៊ីមឬក៏អីអញ្ចឹងទៅជប់ចាឥឡូវដោយសារតែយើងមិនចាប់ត្រឹមប្រធានបទដូចថា បាទគឺយើងនិយាយលេងច្រើនហើយចុងកម្មវិធីនេះគឺថាដល់ម៉ោងបញ្ចប់កម្មវិធីល្មម ចាដោយសារតែឥឡូវមិញហ្នឹងនិយាយលេងសើចបន្តិចណាប៉ុន្តែមិនប្រកាន់ធម្មតាកម្មវិធីបើសិនជាយើងមិនលេងសើចខ្លះទេគឺមិននឹង បាទ គឺ គឺ អ អ ត់ ត់ បរិយាកាសឲ្យសប្បាយ អត់បានញ៉ាំងអារម្មណ៍ប្រិយមិត្តឲ្យបានសប្បាយរីករាយជាមួយពួកយើងណា ចាបាត់មែនហើយឥឡូវនេះគឺមិញនិយាយពីតងទៅនឹងបញ្ហាលោកបសគាត់បាននិយាយអញ្ចឹងណាតែវាមិនជាអ្វីទេគ្រាន់តែការឃើញនៅតាម website ដែលគេបានចុះផ្សាយតែប៉ុណ្្នឹងណាចា ការប៉ັດឬក៏មិនការប៉ັດគឺនឹងបានបង្ហាញនៅព័ត៌មានបន្តទៀតពីព្រោះថាខ្ញុំបាន like page ព័ត៌មាននឹងដែរអញ្ចឹងនៅពេលដែលមានព័ត៌មានអីថ្មីៗទាក់ទងទៅនឹងវិទ្យាសាស្ត្រគឺគេនឹងធ្វើការផ្សាយជូនម្ដងទៀតជាមិនខានបាទអញ្ចឹងជាចុងក្រោយគឺខ្ញុំបានសូមផ្ដាំជូនដល់ប្រិយមិត្តដែលនិយមគ្រប់គ្រងស្ដាប់ស្ថានីយវិទ្យុរបស់យើងបើសិនជាមានជាមតិយោបល់ឬក៏ចង់ផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗគឺអាចតាក់ទងមកកាន់លេខ097 24 10 301ឬក៏អាចតាក់ទងមកខាងFacebook របស់យើងគឺមានឈ្មោះថាកោះកុង Radio Station ផងដែរបាទ ចាហើយមួយទៀតក៏នឹងខ្ញុំសូមជាចុងក្រោយនឹងខ្ញុំសូមអរគុណទៅដល់ម្ចាស់ឧបត្ថម្ភក្នុងកម្មវិធីយើងគឺសុកដាស្មាយចាសុកដាស្មាយគឺជាអាហារដ្ឋានមួយដែលមានចាលក់នៅម្ហូបអាហារជាច្រើនប្រភេទចាគឺអាហារពេលព្រឹកពេលថ្ងៃពេលល្ងាចហ្នឹងគឺមានទាំងអស់និងរួមទាំងមានលក់នៅភេសជ្ជៈដូចជាម្ជូរណាមានលក់ម្ជូរត្រាំម្ជូរស្រស់ជាដើមហើយមានគ្រឿងនិយាយរួមទៅគ្រឿងគ្រប់មុខតែម្ដងចាហើយមួយទៀតវិញចាគឺស្រីនាតចា បាទស្រីនេះលក់គ្រឿងអេឡិចត្រូនិកដែលមានលក់ប្រភេទគ្រឿងអេឡិចត្រូនិកច្រើនប្រភេទដូចជាម៉ាញ៉េទូរទស្សន៍ក៏ដូចជាទូទឹកកកផងដែរបាទហើយលេខទូរស័ព្ទរបស់ស្រីនេះលក់គ្រឿងអេឡិចត្រូនិកគឺ070 45 21 និង 24 បាទដែលលោកអ្នកអាចតាក់ទងជានៅគ្រឿងអេឡិចត្រូនិកផ្សេងៗបានងាយស្រួលផងដែរបាទ ចាអរគុណច្រើនឥឡូវនេះមកក្នុងទូរស័ព្ទរបស់យើងគឺម៉ោង 11 គត់តែម្ដងចាគឺលើ1នាទីប៉ុន្តែមិនជាអ្វីទេព្រោះថានេះក្នុងថ្ងៃនេះក៏សូមកាន់តែពេលទោះជាទម្ងន់ផងដែរព្រោះថាថ្ងៃនេះខ្ញុំមានការលេងសើចច្រើនហើយសង្ឃឹមថាពួកបងប្អូនក៏មិនប្រកាន់យកទោសយកភ័យអីដែរចាអរគុណច្រើនសូមអរគុណរាល់ការតាមដានក៏ដូចជាការតាមស្ដាប់នៅការផ្សាយរបស់ស្ថានីយវិទ្យុរបស់យើងនៅក្នុងកម្មវិធីយុវជននិងសង្គមផងដែរចាហើយកម្មវិធីរបស់យើងនៅសង្គមថាវិលមកបម្រើដល់ពុកម៉ែបងប្អូនសាជាថ្មីតាមពេលវេលាម៉ោងដដែលនៅរៀងរាល់ថ្ងៃប្រហោះសុកពេលម៉ោង10រហូតដល់ម៉ោង11នាទីសូមព្រឹកផងដែរចា បាទ ចាអរគុណចុងក្រោយសូមខន្តីរាល់កំហុសកុសឆ្គងទាំងឡាយណាដែលតែងតែកើតឡើងដោយអចេតនាផងដែរចា សូមតោះមែនតើថ្ងៃនេះដូចជារឿងសើចនៅក្នុងស្ទូឌីយោ ចាដោយសារនេះខ្ញុំអស់សំណើចពេលអញ្ចឹងទៅដៃគូនេះខ្ញុំអស់សំណើចដែរពេលនិយាយទៅនិយាយលក្ខណៈថារឿងសើចបន្តិចប៉ុន្តែមិនជាអ្វីទេគ្រាន់តែសូមអភ័យទោសផងដែរចារកកំហុសកុសឆ្គងទាំងឡាយណាដែលកើតឡើងនៅអចេតនាផងដែរចាតែដោយសារឥឡូវនេះកម្មវិធីរបស់យើងក៏ដល់ជាចូលដល់ទីបញ្ចប់ផងដែរចាសូមអរគុណសូមគោរពលាចា